ពេលព្រឹកក៏ត្រូវពេលថ្ងៃក៏ត្រូវពេលល្ងាចក៏ត្រូវដោយសារអីដោយសារវាអត់ឡើងគីឡូបាទត្រីធូណាដៃមឹកបាទហើយនឹងត្រីសាម៉ាន់ហើយនឹងពងត្រីសាល់ម៉ាន់បាទយើងហូបទៅមួយបន្លែទៅបាទនេះទឹកវ៉ាសាប៊ីជាមួយនឹងទឹកស៊ីអ៊ីវប្រៃអញ្ចឹងវ៉ាសាប៊ីហឹរយើងដាក់ល្មមទៅបាននេះបាទកុំឲ្យវាខូចសុខភាពអានេះការ៉ុតជាមួយនឹងខាត់ណាថៃថាវជាមួយស្ពៃបាទយើងហូបទៅវានាំមកនៅសុខភាពម្យ៉ាងដែរណាបាទអញ្ចឹងណាហើយនេះត្រីសាម៉ុនធូណាវាមានខ្លាញ់អូមេហ្គា 3 បាទហើយនេះសាក់គ្រឿងសមុទ្រប៉ុន្តែយើងហូបច្រើនពេកវាឡើងអាស៊ីតខៅអាស៊ីតអ៊ុយរិកបាទអញ្ចឹងយើងហូបល្មមបាទ3ពេលបាទយើងអាហារដែលមានជាតិខ្លាញ់ឯងដែលយើងឡើងគីឡូឡើងស្ករបាទអាហារដែលមានឡើងអាហារដែលមានជាតិផ្អែមបើអាហារដែលមានជាតិខ្លាញ់អត់សូវទេវាដុតកាឡូរីបានល្អអូខេ